trên đồng bóng xôn nhiều điểm số lục cਰੂ mình phèn ngọc cái nếp này nhưng mà an mê lên chu lục cਰੂ mê lên thì một mùa sẽ kê vào cá và đồng miền sẽ kê vào đầu sẽ kê vào cá và đồng miền cứ chịu ô bọc con snow không ca tầm net nó xa thế nát đá nè chấm nên thi a pra nằm vậy bình chun pon bên tầm khăn nằm pi ao ngọc hiệp và tệ chốn rư bật ca được cần và pon sập sai thắt xa thế nè chun mình thả công pong và cá ẩm pi cá chanh là tập hợp mày cá bạc sang khả rư cá riệp chồngการวิธีสับรอทอนเตะสเกรประกาศประเมินคือเฉียบเพลาการนำใบบางหาอย่างปีเรื่องราวระบาดเนี่ยประกอบโดยวิธีชีวิตกู้บำนองขั้นในสเกรประกาศประเมินคือประดาประเมินในเมนำไหลนังกู้ชาบรอมนำใบเตะตีนการยกจัดตกดักปีเนี่ยซาประเมินจำพวกใหญ่ปุเกสใส่อัดบอลนำปีอังกฤษเพียรบอกเนี่ยตกชื่ออย่างน่ะmình men sẽ kể vào các phần miềnទាំងអស់សុទ្ធតែទទួលបាននូវការព្យានៅការផ្សព្វផ្សាយនោះទេហេតុផលរួមមានកង្វះវិសាលភាពកង្វះភាពមិនពាក់ព័ន្ធនឹងខ្លឹមសារឬការសរសេរដែលខ្វះភាពតាក់ទាញនិងវិជ្ជាជីវៈដូច្នេះការយល់ឃើញអំពីរបៀបសរសេរសេចក្តីប្រកាសព័ត៌មានឲ្យបានល្អគឺជាជំនាញចាំបាច់សម្រាប់អ្នក PR ដែលចង់ឲ្យឯកសាររបស់ខ្លួនទៅដល់សាធារណជននៅក្នុងមេរៀននេះយើងនឹងសិក្សាអំពីប្រវត្តិនៃសេចក្តីប្រកាសព័ត៌មានផ្នែកជាមូលដ្ឋានរបស់វានិងជំហានជាក់ស្ដែងក្នុងការសរសេរវាយើងនឹងមើលឧបករណ៍ដើម្បីបង្ហាញអំពីរបៀបអនុវត្តជំនាញនេះនៅក្នុងការងារ PR ប្រវត្តិសង្ខេបនៃសេចក្តីប្រកាសព័ត៌មាននៅក្នុងសេចក្តីប្រកាសព័ត៌មានគឺជាឧបករណ៍ទំនាក់ទំនងសាធារណៈនាពេលបច្ចុប្បន្នហើយវាបានរីកចម្រើនទាំងការប្រកាសទាំងការប្រើប្រាស់និងសារៈសំខាន់តាមពេលវេលាសេចក្តីប្រកាសព័ត៌មានត្រូវបានបង្កើតឡើងនៅចុងសតវត្សឆ្នាំ1880ជាធម្មតាវាត្រូវបានសរសេរនៅក្នុងទម្រង់ជាព័ត៌មានធម្មតាដោយបង្ហាញទស្សនៈរបស់អង្គភាពដែលផ្សព្វផ្សាយវាអ្នកកែសម្រួលអត្ថបទកាសែតនិងអ្នកយកកាសែតនិងអ្នកយកព័ត៌មានតែងតែត្រូវការប៉ັດសម្រងនិងព័ត៌មានផ្សេងអំពីសេចក្តីប្រកាសព័ត៌មានដើម្បីបន្ថែមនៅលើរឿងរ៉ាវរបស់ពួកគេឬគ្រប់គ្រងភាពត្រឹមត្រូវនិងភាពជឿជាក់នៅពេលខ្លះពួកគេប្រើសេចក្តីប្រកាសព័ត៌មានដែលជាមូលហេតុដែលវាត្រូវសរសេរជាទម្រង់ព័ត៌មានសេចក្តីប្រកាសព័ត៌មានចាប់ផ្ដើមឡើងនៅសហរដ្ឋអាមេរិកដោយក្រុមហ៊ុនផ្លូវដែកធំប្រើប្រាស់វាដើម្បីចែករំលែកព័ត៌មានជាមួយផ្សព្វផ្សាយជាប្រព័ន្ធផ្សព្វផ្សាយបញ្ជូរប្រមាណវាខ្លាយជាឧបករណ៍មិនអាចខ្វះបានសម្រាប់អាជីវកម្មនិងភាពគ្រប់ទម្រង់រួមទាំងអ្នកស្វែងរកប្រាក់ចំណេញនិងអ្នកធ្វើការងារផ្ដោតទៅលើសង្គមមិនគិតអំពីប្រាក់ចំណេញផងដែរសេចក្តីប្រកាសព័ត៌មានត្រូវបានគេមើលឃើញជាការផ្សព្វផ្សាយពាណិជ្ជកម្មដោយសារមតិការដែលផ្ដោតទៅលើការលើកស្ទួយខ្លួនឯងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថែមទាំងគិតថ្លៃសម្រាប់ការចេញផ្សាយវាទៀតផងប៉ុន្តែមិនយូរប៉ុន្មានត្រូវបានផ្លាស់ប្ដូរទៅជាប្រព័ន្ធព័ត៌មានឥតគិតថ្លៃដែលអ្នកសារព័ត៌មានអាចជ្រើសរើសប្រើប្រាស់តាមតម្រូវការដោយធ្វើឲ្យវាក្លាយជាឧបករណ៍ដ៏មានតម្លៃសម្រាប់អ្នកតាក់ទងដើមឡើយសេចក្តីប្រកាសព័ត៌មានមានទម្រង់បែបបុរាណជាទូទៅប្រវែង1ឬ2ទំព័រប៉ុន្តែសប្តាហ៍ថ្ងៃនេះមានការរីកចម្រើននៃអ៊ីមែលនិងប្រព័ន្ធផ្សព្វផ្សាយ Digital ទម្រង់បែបបុរាណនេះមិនសូវមានកត្តាសំខាន់ទៀតទេអ្វីដែលលេចធ្លោគឺខ្លឹមសារដែលតាក់ទាញងាយចែករំលែកភ្លាមនិងចំណាយតិចធ្វើឲ្យសេចក្តីប្រកាសព័ត៌មាននៅតែជាឧបករណ៍ដ៏សកម្មនៅក្នុងទំនាក់ទំនងសាធារណៈអ្នក PR ផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានទៅកាន់សាធារណជនសំខាន់ដូចជាបុគ្គលិកនិងវិទ្យុគិន
ដែលចាប់អារម្មណ៍នឹងសកម្មភាពអង្គភាពស្រដៀងគ្នានឹងប្រព័ន្ធផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មានជាឧបករណ៍ស្នូលរបស់ទំនាក់ទំនងសាធារណៈមានប្រវត្តិចាប់ពីដើមសតវត្សទី20ដោយសារតែដោយជាពិសេសតាមរយៈការរួមចំណែករបស់លោក Ivy Lee ដែលត្រូវបានគេស្គាល់ថាជាបិតាទំនាក់ទំនងសាធារណៈទំនើបលោក Ivy Lee អ្នកជំនួញនិងអ្នកប្រឹក្សាទំនាក់ទំនងជនជាតិអាមេរិកបានផ្លាស់ប្ដូរវិធីសាស្ត្រទំនាក់ទំនងរបស់ក្រុមហ៊ុនជាមួយសាធារណជននិងប្រព័ន្ធផ្សព្វផ្សាយតាមរយៈការណែនាំគំនិតបែបថ្មីនិងផ្ដោតទៅលើភាពស្មោះត្រង់និងតម្លាភាពដើម្បីបង្កើតទំនុកចិត្តនិងភាពវិជ្ជមាននៅឆ្នាំ1906លោក Ivy Lee បានសរសេរសេចក្តីប្រកាសព័ត៌មានដំបូងគេនៅក្នុងប្រវត្តិសាស្ត្របន្ទាប់ពីជួបគ្រោះថ្នាក់រថភ្លើងដ៏ធ្ងន់ធ្ងររបស់ក្រុមហ៊ុនPennsylvania Railroad ដែលលោកបានធ្វើការជាអ្នកប្រឹក្សាជំនួសឲ្យការលាក់ព័ត៌មានឬបញ្ជាការលួសការសួរចម្ងល់ពីអ្នកសារព័ត៌មានលោកបានសម្រេចចិត្តសេចក្តីថ្លែងការណ៍ខ្លីមួយដែលមានលក្ខណៈច្បាស់លាស់ដែលនឹងផ្ទុកនៅការពិតអំពីហេតុការណ៍នោះហើយបានផ្ញើវាទៅកាន់សារព័ត៌មានផ្សេងៗការផ្ដល់ព័ត៌មាននេះមិនត្រឹមតែជួយក្រុមហ៊ុនឲ្យគ្រប់គ្រងវិបត្តិបានល្អប្រសើរទេថែមទាំងបានបង្កើតនូវគំរូមួយសម្រាប់ទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយសេចក្តីប្រកាសព័ត៌មាននេះក្លាយជាឧបករណ៍សំខាន់ដែលអនុញ្ញាតអង្គភាពផ្សេងអាចបង្ហាញរឿងរ៉ាវរបស់ខ្លួនឯងផ្ទាល់ទៅកាន់សាធារណជនដោយមិនបាច់ឆ្លងកាត់អ្នកសារព័ត៌មានចំណុចឲ្យលោក Ivy Lee មិនត្រឹមតែបង្កើតប្រវត្តិសាស្ត្រនៃសេចក្តីប្រកាសព័ត៌មានប៉ុណ្ណោះទេថែមទាំងបានបង្កើតនូវសារៈសំខាន់នៃការសរសេរដែលមានគុណភាពខ្ពស់សេចក្តីប្រកាសព័ត៌មានដំបូងរបស់លោក Ivy Lee ជាភាពសាមញ្ញភាពត្រឹមត្រូវនិងការបញ្ជូនសារឲ្យទាន់ពេលវេលាអាចផ្លាស់ប្ដូរទស្សនៈរបស់ទស្សនជនចំពោះអង្គភាពមួយបានលើសពីនេះវិធីសាស្ត្ររបស់លោកក៏បានបញ្ជាក់ថាការនិយាយសាធារណៈនិងការសរសេរទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធឧបករណ៍បន្ទាប់ពីការចេញផ្សាយសេចក្តីប្រកាសព័ត៌មានលោក Ivy Lee ក៏បានធ្វើការនិយាយផ្ទាល់ជាមួយនឹងអ្នកសារព័ត៌មានដើម្បីបញ្យល់បន្ថែមនិងឆ្លើយតបសំណួរដែលបង្ហាញអំពីសកម្មភាពរបស់លោកក្នុងការប្រើប្រាស់ទំនាញសរសេរនិងការនិយាយជាសាធារណៈដើម្បីគ្រប់គ្រងស្ថានភាព 3. សេចក្តីប្រកាសព័ត៌មានមួយប្រកបដោយប្រសិទ្ធភាពសេចក្តីប្រកាសព័ត៌មានគួរតាក់ទងនឹងនឹងព័ត៌មានពិតប្រាកដវាគួរតែខ្លីច្បាស់មានការពិតត្រឹមត្រូវបានត្រួតពិនិត្យឲ្យបានហ្មត់ចត់និងស្អាតវាត្រូវឆ្លើយសំណួរណាអ្វីកន្លែងណាពេលណាហេតុអ្វីនៅកថាសំខាន់ដំបូងនឹងរៀបចំព័ត៌មានតាមលំដាប់សំខាន់ពីលើចុះក្រោមឈ្មោះអ្នកទំនាក់ទំនងលេខទូរស័ព្ទនិងការបច្ឆេទផ្សាយត្រូវបានបញ្ជាក់ច្បាស់លាស់អំពីសេចក្តីប្រកាសមានត្រឹមតែ2ទំព័រប្រសិនបើព័ត៌មានបន្ថែមរបស់អ្នកអាចភ្ជាប់ឯកសារបន្ថែមដូចជាសន្លឹកការពិតជីវប្រវត្តិឬខិត្តប័ណ្ណដើម្បីផ្ដល់នៅភាពលម្អិតបន្ថែមទោះសេចក្តីប្រកាសព័ត៌មានជាឧបករណ៍សំខាន់ក្នុងការទំនាក់ទំនង PR ក៏ដោយវាគ្រាន់តែជាផ្នែកមួយក្នុងចំណោមឧបករណ៍ជាច្រើនដែលដើរតួជាវិធីសាស្ត្រចម្បងសម្រាប់ផ្សព្វផ្សាយព័ត៌មាននិងសារៈសំខាន់ទៅកាន់សាធារណជននៅពិភពលោកក្រៅប្រកបដោយប្រសិទ្ធភាពសម្រាប់ quote ការដកស្រង់មានសារៈសំខាន់នៅក្នុងសេចក្តីប្រកាសជាធម្មតាគួរដកស្រង់សម្ដីអំពីប្រធានអង្គភាពឬអ្នកទទួល
ខុសត្រូវនៅលើកម្មវិធីដែលបង្កើតសម្រង់ជួបបន្ថែមអត្ថន័យនិងភាពរស់រវើកគួរប្រើសម្រង់ដែលបង្ហាញអំពីទស្សនៈឬចំហខណៈសេចក្តីប្រកាសព័ត៌មានខ្លួនគួរផ្ដោតទៅលើការពិត2ប្រភេទនៃសេចក្តីប្រកាសព័ត៌មានអ្នកអាចសរសេរអំពីផលិតផលថ្មីការបើកផលិតផលឡើងវិញការជ្រើសរើសបុគ្គលិកព្រឹត្តិការណ៍ពិសេសការផ្ដល់ពានរង្វាន់ជាដើម3ទំនាក់ទំនងក្នុងស្រុកសេចក្តីប្រកាសព័ត៌មានល្អគួរមានទំនាក់ទំនងជាមួយតំបន់មូលដ្ឋានឧទាហរណ៍ក្រុមហ៊ុនផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រនោះជាព័ត៌មានដែលអ្នកកាសែតក្នុងស្រុកអាចចាប់អារម្មណ៍4ផ្នែកជាមូលដ្ឋាននៃសេចក្តីប្រកាសព័ត៌មានសេចក្តីប្រកាសព័ត៌មានដែលមានប្រសិទ្ធភាពត្រូវបានផ្អែកសំខាន់ដែលរៀបចំឡើងដើម្បីបម្រើអ្នកអានជាពិសេសអ្នកកាសែតនឹងធានាថាត្រូវបានបញ្ជូនសេចក្តីផ្នែកទាំងនោះរួមមានកចំណងជើងគឺជាផ្នែកដំបូងដែលអ្នកអានឃើញដូចឆ្នាំវាខ្លី10ទៅ15ពាក្យច្បាស់និងតាក់ទាញវាគួរសង្ខេបខ្លឹមសារនិងបង្ហាញភាពថ្មីស្រឡាងឧទាហរណ៍មិនល្អក្រុមហ៊ុនយើងមិនបើកសាខាថ្មីល្អក្រុមហ៊ុន XYZ បើកសាខាទី10នៅខេត្តសៀមរាបបង្កើតការងារ100កន្លែងខកថាខណ្ឌដំបងកថាខណ្ឌនេះឆ្លើយសំណួរ find W18 who what when where why how ដើម្បីផ្ដល់នូវរូបភាពទូទៅភ្លាមវាគួរខ្លី2ទៅ3ប្រធាននិងផ្ដោតទៅលើសំខាន់បំផុតឧទាហរណ៍ក្រុមហ៊ុន MAC Wu នឹងបើកដំណើរការរោងចក្រផលិតផលថ្មីវត្តនៅថ្ងៃទី15ខែឧសភាឆ្នាំ2025វែននៅខេត្តកំពង់ស្ពឺដើម្បីបង្កើតសមត្ថភាពផលិតកម្មនិងបម្រើតម្រូវការទីផ្សារអន្តរជាតិវាយដោយប្រើបច្ចេកវិទ្យាទំនើបហៅខ្លឹមសារផ្នែកនេះផ្ដល់ព័ត៌មានលម្អិតបន្ថែមដូចជាសម្រង់ quote សម្រង់ពីថ្នាក់ដឹកនាំឬអ្នកជំនាញដើម្បីបន្ថែមភាពរស់រវើកភាពជឿជាក់ឧទាហរណ៍លោកហេងសំណាងវិសុនាយករដ្ឋប្រតិបត្តិការបានមានប្រសាសន៍ថារោងចក្រនេះនឹងជួយបង្កើតការងារ500កន្លែងនិងជំរុញសេដ្ឋកិច្ចសហគមន៍ទិន្នន័យស្ថិតិដើម្បីគ្រប់គ្រងការពិតឧទាហរណ៍ការវិនិយោគនេះមានតម្លៃ$15 លានដោយរំពឹងថានឹងបង្កើតផលិតកម្ម 30% ក្នុងរយៈពេល2ឆ្នាំបរិបទបន្ថែមបញ្យលបន្ថែមពីហេតុផលនិងផលប៉ះពាល់ឧទាហរណ៍រោងចក្រនេះជាផ្នែកមួយនៃផែនដីក្នុងការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនកាន់ទីផ្សារអាស៊ីនៅក្នុងទំនាក់ទំនងសាធារណៈ PR រៀបចំព័ត៌មានតាមលំដាប់សារៈសំខាន់ពីសំខាន់បំផុតទៅតិចសំខាន់គឺជាយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីធានាថាសារស្នូលដែលត្រូវទទួលបាននឹងយល់យ៉ាងច្បាស់ដោយទស្សនិកជនវិធីនេះដែលគេស្គាល់ថា inversion remain ប្រាសាទបាច្រាស់ដាក់ព័ត៌មានសំខាន់បំផុតផ្នែកខាងលើនិងហើយបន្តជាមួយព័ត៌មានបន្ថែមលម្អិតទៅតាមផ្នែកខាងក្រោមផ្នែកអំពីអង្គភាពកថាខណ្ឌខ្លីមួយដែលពិពណ៌នាអំពីអង្គភាពដើម្បីផ្ដល់បរិបទឧទាហរណ៍ ABC ជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យផលិតកម្មបច្ចេកវិទ្យា
បង្កើតឡើងនៅឆ្នាំ2010ជាមួយនឹងសាខាចំនួន10នៅទូទាំងអាស៊ីក្រុមហ៊ុនបញ្ញាចិត្តនឹងផលិតផលប្រកបដោយគុណភាពងទំនាក់ទំនងព័ត៌មានទំនាក់ទំនងផ្ដល់ឈ្មោះលេខទូរស័ព្ទនិងអ៊ីមែលរបស់អ្នកទំនាក់ទំនងសម្រាប់អ្នកកាសែតឧទាហរណ៍សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅលោកហេងសំណាងវឌ្ឍនៈតាមរយៈអ៊ីមែលខាងក្រោមការបច្ឆេទតើសេចក្តីប្រកាសព័ត៌មានអាចផ្សាយភ្លាមឬត្រូវរងចាំដល់ថ្ងៃកំណត់ជាក់លាក់ឬជាជំហានសំខាន់ដើម្បីគ្រប់គ្រងពេលវេលានិងឥទ្ធិពលនៃការផ្សព្វផ្សាយជាធម្មតានៃវិន័យ PR និងបញ្ជាក់នៅផ្នែកខាងលើនេះក្រេបប្រកាសព័ត៌មានដូចជាការផ្សព្វផ្សាយភ្លាមឬផ្សព្វផ្សាយនៅថ្ងៃទីការបច្ឆេទចំណុចទី5ប្រភេទនៃសេចក្តីប្រកាសព័ត៌មានសេចក្តីប្រកាសព័ត៌មានអាចប្រើប្រាស់សម្រាប់គោលបំណងផ្សេងអាស្រ័យទៅលើតម្រូវការរបស់អង្គភាពទូទៅរួមមានផលិតផលថ្មីការប្រកាសអំពីការចេញផលិតផលឬសេវាកម្មថ្មីឧទាហរណ៍ក្រុមហ៊ុន Citroen បើកដំណើរការនៃទូរស័ព្ទឆ្លាតវៃ model X1 ជាមួយបច្ចេកវិទ្យា AI ព្រឹត្តិការណ៍ពិសេសផ្សព្វផ្សាយកម្មវិធីសប្បុរសធម៌សន្និសីទឬកម្មវិធីបើកវិធីបើកការជ្រើសរើសឬផ្សព្វផ្សាយបុគ្គលិកការប្រើប្រាស់អំពីថ្នាក់ដឹកនាំថ្មីពីរង្វាន់ឬសមិទ្ធផលបង្ហាញអំពីការទទួលស្គាល់ឬភាពជោគជ័យឧទាហរណ៍ក្រុមហ៊ុន XYZ ទទួលបានពានរង្វាន់នៃក្រុមហ៊ុនបរិស្ថានល្អបំផុតសម្រាប់ឆ្នាំ2021ការដោះស្រាយវិបត្តិនិងឆ្លើយតបនឹងព័ត៌មានវិទ្យាឬបញ្ហាឧទាហរណ៍ក្រុមហ៊ុន ABC សុំទោសអតិថិជនចំពោះបញ្ហាផលិតនិងផ្ដល់សំណង6គន្លឹះដើម្បីធ្វើឲ្យសេចក្តីប្រកាសព័ត៌មានទទួលបានភាពជោគជ័យផ្ដោតសំខាន់ទៅលើភាពពាក់ព័ន្ធធ្វើការប្រកាសថាសេចក្តីប្រកាសព័ត៌មានមានទំនាក់ទំនងល្អជាមួយនឹងសាធារណជនគោលដៅជៀសវាងភាសាផ្សព្វផ្សាយហួសហេតុការជ្រើសរើសភាសាផ្សព្វផ្សាយខ្លាំងពេកដូចជាពាក្យល្អបំផុតឬអស្ចារ្យដោយគ្មានផុសរកតាំងជាក់លាក់អាចធ្វើឲ្យសេចក្តីប្រកាសព័ត៌មានឬបាត់បង់ភាពជឿជាក់ផ្ទុយទៅវិញការប្រើប្រាស់ព័ត៌មានជាក់ស្ដែងឬទិន្នន័យគាំទ្រជួយបង្កើតភាពទុកចិត្តទាក់ទាញនឹងទស្សនៈជនបើយើងបើប្រើសម្រង់ឲ្យមានអត្ថន័យសម្រង់គួរតែបន្ថែមនៅទស្សនៈឬអារម្មណ៍មិនមែនជាសារដដែលជ្រើសរើសពេលវេលាសមស្របសេចក្តីប្រកាសនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយមានឱកាសចាប់អារម្មណ៍ឧទាហរណ៍មុនព្រឹត្តិការណ៍ធំឧទាហរណ៍ប្រកាសអំពីកម្មវិធីអប់រំឆ្នាំសិក្សាថ្មី8សេចក្តីសន្និដ្ឋានសេចក្តីប្រកាសព័ត៌មានគឺជាឧបករណ៍ដ៏សំខាន់និងជះឥទ្ធិពលបំផុតទៅលើទំនាក់ទំនងសាធារណៈដែលបម្រើស្ពានតភ្ជាប់រវាងអង្គភាពមួយទៅកាន់សាធារណជនតាមរយៈការផ្សព្វផ្សាយវាមិនត្រឹមតែជាឯកសារសម្រាប់បញ្ជូនព័ត៌មានប៉ុណ្ណោះទេប៉ុន្តែវាគឺជាឱកាសដើម្បីបង្កើតរឿងរ៉ាវដែលអាចទាក់ទាញចិត្តអ្នកអាននិងលើកកម្ពស់អង្គភាពខ្ញុំក្រោយសូមជម្រាបលាលោកគ្រូមិត្តភក្តិអរគ្នា